បាទសូមជម្រាបសួរនិងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានការចែករំលែករបស់ខ្ញុំបាទចេញពីបន្ទប់សិក្សាភេកកដាម៉ាត់1ក៏ដូចជា Channel YouTube កកដាម៉ៅជាពិសេសបងប្អូនថ្នាក់ទី11ថ្មីនៅពេលនេះលោកគ្រូធ្វើការចែករំលែកអំពីមេរៀនក៏ដូចជាលំហាត់តាក់ទងជាមួយនឹងស៊ូវីតនៃចំនួនពិតដែលជាលំដាប់ជំពូក1មេរៀនទី1ស្ថិតនៅក្នុងសៀវភៅសិក្សាគោលស្របតាមកម្មវិធីសិក្សាឆ្នាំ2024មានន័យថាអ្វីៗដែលលោកគ្រូបានលាតត្រដាងជូននៅពេលនេះគឺស្របតាមសៀវភៅសិក្សាគោលដែលបងប្អូនបានឃើញពីរៀនពីបងមុនឬក៏បានឃើញពីបងប្អូនរបស់យើងកន្លងមកបាទឥឡូវនៅពេលនេះលោកគ្រូនឹងធ្វើការបង្ហាញវគ្គទី1ស្ដីអំពីនិយមន័យនិងលំដាប់តួកុំឲ្យខាតពេលវេលារៀបតាមដានរៀនសូត្រជាមួយលោកគ្រូដូចតទៅមុននឹងឈានចូលដល់និយមន័យស្វីតចំនួនពិតលោកគ្រូសូមលើកយកអនុគមដែលបងប្អូនទាំងអស់គ្នាធ្លាប់បានរៀនសូត្រកាលពីថ្នាក់ទី10សិនបាទអនុគមទាំង3ដែលលោកគ្រូលើកយកមកបង្ហាញជូននេះគឺជាអនុគមដែលអ្នករាល់គ្នាធ្លាប់បានរៀនសូត្រកាលពីថ្នាក់ទី10ហើយនេះគឺជាអនុគមហូធា degree ទី1នេះគឺជាអនុគមសនិទាននេះគឺជាអនុគមហូធា degree ទី2ដែលក្រាបតាមអនុគមខាងក្រោមនេះជាប៉ារ៉ាបូលរីឯអនុគមទី2ក្រាបរបស់វាគឺជាអ៊ីប៉ាបូលអនុគមទី1ក្រាបរបស់វាគឺជាបន្ទាន់ហើយកាលពីយើងតាំងអនុគមដំបូងនោះយើងតាំងជាសំណុំទេបាទទាំងអស់គ្នាសង្កេតមើលសំណេរអនុគម F ដែលកំណត់ពីសំណុំដើមសំណុំ A ទៅសំណុំចុងសំណុំ B ធាតុដែលតែងតែដាក់នៅក្នុងសំណុំដើមសំណុំ A នេះគឺ X ធាតុដែលគេតែងតែដាក់នៅក្នុងសំណុំចុងសំណុំ B ហ្នឹងគឺ Y ហើយគេក៏សរសេរបន្ត Y ស្មើ F នៃ X នៅក្នុងន័យនេះចង់បញ្ជាក់ថាអនុគម F កំណត់ពីសំណុំ A ទៅសំណុំ B ដែលមានធាតុមិនអាស្រ័យ x មានន័យថាធាតុនៃសំណុំដើមណាជាប់ទៅធាតុនៃសំណុំចុងបាទគឺធាតុ y ឈ្មោះថាធាតុអាស្រ័យហើយគេសរសេរទៅជាបែបនេះបានន័យថា y គឺជាអនុគមនៃ x បាទទាំងអស់នេះគឺជាសំណេរដែលអ្នករកនេះបានឃើញកាលពីថ្នាក់ក្រោមហើយមែនដែរអត់ទាំងអស់គ្នាបាទហើយចូលមកដល់មេរៀនស្វីតចំនួនពិតវិញតើវាមានតកតងអ្វីដែរបាទពិតជាមានតកតងឥឡូវលោកគ្រូសូមបង្ហាញជូននិយមន័យរបស់ស្វីតចំនួនពិតសិនបាទនេះហើយគឺជានិយមន័យដែលមាននៅក្នុងសៀវភៅសិក្សាគោលរបស់យើងស្វីតនៃចំនួនពិតនៅទីនេះគេតាំង AN BN CN ក៏បានដែរមិនជាអ្វីទេប៉ុន្តែរបៀបសរសេរដាក់អក្សរ A ហើយដាក់សន្ទុះ N ពីខាងក្រោមរួចប្រើវងកញ្ចក់យើងអាចប្រើសញ្ញារបាំងនេះក៏បានដែរយើងអានថា Sweet AN Sweet AN បាទម្ដងទៀត Sweet ចំនួនពិត ANគឺជាអនុគមលេខដែលកំណត់ពីសំណុំ n ទៅសំណុំ n បាទអនុគមលេខយ៉ាងម៉េចទៅចុះអនុគមខាងនេះអនុគមខាងនេះប្រសិនបើយើងធ្វើការចំនួនចូលរកតម្លៃអនុគមក៏ចេញទៅជាលេខដែរក៏ចេញទៅជាចំនួនពិតដែរមានដូចតែគ្នាហ្នឹងអនុគមដែលយើងរៀនកាលពីថ្នាក់ទី10គឺយើងបានសិក្សាអំពីលក្ខណៈផ្សេងៗរបស់វាជាច្រើនមានដូចជាដែនកំណត់ដំបូងគេបានអស់ហើយមានការសិក្សាអំពីតម្លៃនៃអនុគមមានការសិក្សាអំពីសំណុំរូបភាពសិក្សាអំពីអនុគមកើនចុះអនុគមច្រាព្រមទាំងសំណង់រូបភាពតាំងអនុគមផងដែរកាលណាយើងនិយាយតែលេខនិយាយតែចំនួនគឺយើងចង់រកតម្លៃនៃអនុគមទេឧទាហរណ៍រក f នៃ3រក f នៃ4យើងជួទៅបានជាចំនួនហើយ
ប៉ុន្តែកាលណាយើងនិយាយអំពីស្វីតចំនួនពិតវិញគឺយើងផ្ដោតទៅលើតួលេខឬក៏ចំនួននីមួយៗដែលបានកើតឡើងចំនួននីមួយៗដែលជាក្រុមគ្រួសាររបស់ស្វីតតើស្វីតនោះវាយ៉ាងម៉េចវាមានទម្រង់បែបម៉េចបាទសុទ្ធតែជាក្រុមចំនួនទាំងអស់តែយើងហៅថាអានុគមលេខហ្នឹងហើយការកំណត់ពិសោធន៍មិនមែនកំណត់ចេញពីសំណុំ A ទៅសំណុំ B បែបទូទៅអញ្ចឹងឡើយគឺគេកំណត់ចេញពីសំណុំ N ដែលជាសំណុំចំនួនគត់ធម្មជាតិទៅសំណុំ R ដែលជាសំណុំចំនួនពិតឥឡូវគ្រូនឹងរៀបចំទៅតាមលំនាំអានុគមទូទៅបាទនេះគឺកំណត់ផ្សេងបែបហ្នឹងវិញចេញពីសំណុំ N ទៅសំណុំ R ហើយគឺដែលគេតាំងអក្សរ N បាទលេខចំនួនអញ្ចឹងគេតាំងអក្សរ N ទៅគឺសមរម្យណាស់ numeral ណាហើយសំណុំ N នេះគឺសំណុំចំនួនគត់ធម្មជាតិសំណុំ R គឺជាសំណុំចំនួនពិតដល់ពេលធាតុនៃសំណុំដើមគឺអក្សរ N បាទពេលខ្លះទៅក៏គេមានតាំង R តាំង M តាំង P អីដែរប៉ុន្តែរឿងដើមហេតុដំបូងគឺអក្សរ N តូចនឹងហើយរីឯធាតុអាស្រ័យនេះ Y ចំណែកស្វីតរបស់យើងអត់ទៅសេអញ្ចឹងទេគឺគេទៅសេបែបអក្សរហើយមានដាក់សន្ទុះខាងក្រោមអក្សរធំក៏បានអក្សរតូចក៏បានប៉ុន្តែមានសន្ទុះ N ខាងក្រោមនេះ N បាទគេទៅសេបែបហ្នឹងដើម្បីឲ្យយើងសង្កេតមើលទៅឃើញថាអូនេះហើយគឺស្វីតបាទគេអត់ទៅសេបែបនេះទេឬក៏គេមិននិយមទៅសេបែបនេះទេប៉ុន្តែមិនមែនបានន័យថាទៅសេទៅខុសទេគ្រាន់តែគេមិននិយមគេទៅសេបែបនេះទៅគេលេឃើញស្វីតដឹងថាស្វីតហ្មងបាទគឺមានសន្ទុះនៅខាងក្រោមនិយាយទៅការដាក់សន្ទុះនេះឃើញសម្បូរណាស់នៅក្នុងមុខវិជ្ជាគីមីវិទ្យាមែនទេអ្នកទាំងអស់គ្នាបាទសម្បូរមែនតើដូចជារូបមន្តម៉ូលេគុលទឹករូបមន្តមេតានរូបមន្តអាស៊ីតសូលហ្វូរិកអីជាដើមបាទលក្ខណៈមានច្រើនណាស់អញ្ចឹងការប្រើប្រាស់សន្ទុះនៅទីនេះគឺញែកឲ្យដឹងថាអនុគមទូទៅគេចូលចិត្តប្រើយ៉ាងម៉េចអនុគមលេខដែលជាស្វីតនោះគេចូលចិត្តប្រើយ៉ាងម៉េចបាទអញ្ចឹងនេះគឺជានិយមន័យនៃការរៀបចំសំណេរនៅក្នុងស្វីតនៃចំនួនពិតនេះឯងជាបន្តយើងនឹងចូលទៅដល់ការនិយាយអំពីលំដាប់តួវិញម្ដងតើលំដាប់តួគេចង់សម្ដៅទៅលើអ្វីតើលំដាប់តួយើងដឹងអ្វីខ្លះអំពីវាតោះរៀបតាមដានបន្តទៀតជាមួយលោកគ្រូនៅក្នុងលំដាប់តួនេះប្រកបណាស់យើងនឹងឮពាក្យថាតួទី1តួទី2តួទី3តួដំបូងតួបន្ទាប់មិនយ៉ាងប្រកបជាមានពាក្យពេចន៍ទាំងអស់នោះហើយឥឡូវយើងសង្កេតមើលលោកគ្រូនឹងដាក់ឧទាហរណ៍តួស្វីតមួយហើយយើងនឹងពិនិត្យមើលការរកតួបន្តនៅពេលដែលគេមានតួស្វីត AN បាទនេះគឺជាតួស្វីតណាហើយទីនេះគឺឈ្មោះស្វីតបាទកុំឲ្យច្រឡំគ្នាមានតួស្វីត AN ស្មើ3លើ 2n បូក5ឥឡូវលោកគ្រូចាប់ផ្ដើមកំណត់តួទី1ប្រកបណាស់គឺ A អឬក៏យើងហៅ A1 មិនថាអញ្ចឹងណានៅពេលដែលគ្រូ highlight ដាក់ពណ៌ក្រហមបែបនេះគឺចង់សំដៅទៅលើទីតាំង N នឹងឯងបាទសន្ទុះ N បដូរដាក់លេខ1 N មាន2កន្លែងនេះហើយបដូររួចហើយណាបដូររួចហើយស្មើបន្ត3លើ2ទីនេះគឺគុណអញ្ចឹងបើយើងគុណអ្នករកគ្នាដាក់សញ្ញាគុណក៏ដាក់ទៅដាក់វងកញ្ចក់ក៏ដាក់ទៅគុណនឹង1បាទបដូរ N ដាក់1ណាបន្តមកបូកនឹង5វិធីគុណយើងគុណវិធីបូកយើងបូកតម្រូវភាពបែងទៅតាមក្បួនច្បាប់ធម្មតានៃគណិតវិទ្យាទីនេះបាន3លើ2គុណនឹង1គឺដដែលណាបូក5តម្រូវភាពបែងរួមទៅជា3បូកនឹង10 3បូកនឹង10គឺ13បាទលើ2ដដែលនេះគឺជាតម្លៃរបស់តួទី1ដែលអ្នកនរគ្នាតែងតែនិយាយកាត់ថាតួទី1តួទី1តួទី1បាទអញ្ចឹងបើយើងនិយាយឲ្យច្បាស់ណាគឺ13លើ2ជាតម្លៃរបស់តួទី1បាទចូលដល់តួទី2
តួទី2គឺ A2 លោកគ្រូ highlight ពណ៌ក្រហមបែបនេះដើម្បីឲ្យបងប្អូនមួយចំនួនដែលរៀងសោយគាត់រហ័សយល់ត្រង់ n ដូរដាក់លេខ2ឃើញទេអញ្ចឹងស្មើបន្តទៀត3លើ2នៅដដែលគុណនឹងត្រង់ n ដូរដាក់លេខ2បន្តមកបូកនឹង5វិធីគុណភាគយកគុណភាគយករីឯភាគបែងរបស់វាមួយទេមិនថាអញ្ចឹងណាគុណទៅបាន6ភាគបែងគុណទៅបាន2 6ចែកនឹង2បាន3ប៉ុន្តែធ្វើបែបហ្នឹងយូរទេបងប្អូនទាំងអស់គ្នាអ្នកនរគ្នាស្រួល2នឹង2តែម្ដងទៅបាន1 3ម្ដង3 3ថែម5 8នេះគឺជាតម្លៃរបស់តួទី2ដែលយើងនិយាយខ្លីថាតួទី2ឥឡូវបន្តទៀតលោកចង់ផ្លោះទៅរកតួទី10វិញម្ដងបាទតួទី10តំណាងដោយ A10 n បដូរដាក់លេខ10បន្តដំណើរទៅមុខសឹងថាយើងមិនបាច់មើលទៅលើយើងមើលតែត្រង់ពណ៌ក្រហមក៏បានដែរប៉ុន្តែពេលយើងប្រឡងយើងអត់មានប្រើពណ៌ឯណាមិនថាអញ្ចឹងណានេះក៏តែជាមេរៀនបាទតោះដូរ n ដាក់10ត្រង់3លើ2ដាក់ដដែលវងកញ្ចក់បដូរ n ដាក់10បូក5ឥឡូវយើងសម្រួលតែម្ដងទៅណា10ចែកនឹង2បាន5 3គុណនឹង5បាន15 15ថែម5បាន20នេះគឺជាតម្លៃរបស់តួទី3ដែលយើងតែនិយាយខ្លីថាតួទី3គឺ20បាទយើងនឹងមានតួជាច្រើនទៀតនៅគ្រូសូមនិយាយតែត្រឹមប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាត្រូវចាប់អារម្មណ៍ថានៅពេលណាដែលគេឲ្យតួទូទៅមួយមកដល់ពេលគេចង់រកតួទី1ដាច់ខាត n ត្រូវចាប់ផ្ដើមចេញពីលេខ1នៅទីនេះអ្នកនរគ្នាអាចសរសេរថា n ស្មើ1យើងបានតួទី1គឺបែបហ្នឹងក៏បានដែរ n ស្មើ2យើងបានតួទី2គឺប៉ុន្តែការដែលយើងចាប់ផ្ដើម n ចេញពីលេខ1នោះដោយសារតែគឺសំណុំ n ជាសំណុំដើមសំណុំ n គឺជាសំណុំចាប់ផ្ដើមដូច្នេះតម្លៃ n ត្រូវយកចាប់ពីលេខ1នឹងហើយនឹងជាធម្មតាទេទោះបីគេមិនដាក់លក្ខខណ្ឌក៏ n នេះចាប់ពីលេខ1ដែរចេញពីសំណុំ n ដែលជាសំណុំចំនួនគត់ធម្មជាតិបាទឥឡូវយើងបានតួទី1តួទី2តួទី10អីតួហោហែទៅតាមអ្វីដែលគេចង់បានប៉ុន្តែមានករណីពិសេសខ្លះដែលបងប្អូនអាចលៀងផ្លាត់ភ្លេចធ្វើខុសបាទឥឡូវសង្កេតបន្តជាមួយនឹងករណីពិសេសឥឡូវម្ដងនេះគេដាក់លក្ខខណ្ឌថា n យកចាប់ពី0ទៅគឺ n ធំជាងឬស្មើ0យើងអាចគិតថាលោកគ្រូចុះមិនក៏លក្ខខណ្ឌ n មិនមែនជារបស់សំណុំចំនួនគត់ធម្មជាតិអញ្ចឹងនេះហើយគឺជាលក្ខខណ្ឌពិសេសនៅពេលដែលគេឲ្យបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវតែធ្វើទៅតាមលក្ខខណ្ឌប៉ុន្តែទោះបីយ៉ាងណាក៏ដោយมันអាចមាន n យកចាប់ពីដក1ដក2អីបានទេបើ n យើងប្រើជាចំនួនអវិជ្ជមានវិញដក1ដក2ដក3សួរថាយើងជួសយ៉ាងម៉េច a ដក1 a ដក2 a ដក3មែនទេបែបនោះគឺมันមាននៅក្នុងការសិក្សាស្វេតចំនួនពិតឡើយរបៀបសរសេរបែបហ្នឹងគឺมันមានឡើយដូច្នេះលក្ខខណ្ឌនៃការឡើងគឺការឡើងនៅក្នុងសំណុំចំនួនគត់ធម្មជាតិឬក៏ n យកពីលេខ0ទៅនឹងឯងมันអាចប្រើប្រាស់អវិជ្ជមានទេណាលក្ខខណ្ឌរបស់ n ឥឡូវចាប់ដើមបើ n យកចាប់ពីលេខ0មានន័យថាលេខ0ដណ្ដើមតួនាទីនៅខាងមុខមិនប្រើលេខ1ដែលនៅខាងមុខទេអញ្ចឹងបើយើងប្រើតម្លៃ n ជាលេខ0ចុះតួដំបូងគឺតួអីតួទី0ឬក៏តួទី1បាទមិនដែលមានទេពាក្យថាតួទី0មែនអត់អ្នកណាដែលនិយាយថាអូគាត់នៅតួទី0គាត់នៅលំដាប់0គេលំដាប់0គេយ៉ាងម៉េចលំដាប់មុនគេបើលំដាប់មុនគេគឺតួទី1មិនមែនលំដាប់មុនគេតួទី0ទេអត់មានពាក្យហ្នឹងឡើយណាប៉ុន្តែយើងតាំងគឺតាំង A0 ឬក៏ A0 ហ្នឹងឯងបាទនេះតួទី1គឺ A0 អានជាភាសាបារាំងណាបើយើងមិនចេះអានទេអាន A0 ទៅឃើញប្លែកទេតួទី1
อดเมียนดักทาตัวที่โซนตีตัวที่มุ้ยคือตัวที่มุ้ยตัวที่ปีตัวที่ใบอดเมียนตัวที่โซนเลยคนใต้ดับเปสเซคือดักอาโรปลูอันยกจับไปเลยโซนเตอร์ที่ต่างอันเติมโดดักเล็กโซนบ่าจังบ่าอันโดดักเล็กโซนตรังอันคือโดดักเล็กโซนเฮ้ยตาดำไหลระบอบตัวที่มุ้ยหรือก็ดำไหลระบอบตัวดามเกหรือก็ดำไหลระบอบตัวดำบงคือประมาณvậy bay lừa pi tầm nhẹ chó cuốn pra vùng trọ đỏ đá nè đâu khi trong đặt nhà có cái đạn tơ ăn đồ đại nè thì ta ăn kinh tế là còn nía ăn đồ lại lịch xôn ba bộ pram nằm một đỏ đài bay lừa pi pe con xôn ban xôn đỏ đài là về bộ pram khơi trong lại pram đôi chân này tôi tìm mùi mà đó ní cứ mình men đọc bây là pi lai cứ biết làm lại mà pram của mình đồng nang đòi a zero mình men đồng nang đòi a muối được một tỷ chốt là sân bây giờ cho đâu a muối tôi tìm bằng màn với cứ tôi tìm pi pro a zero đồng đam đồng này tôi tìm mùi hơi đánh khát a muối tới tài chia tôi bằng tò cứ tôi tìm pi hai bà a pi khai thì chia tôi tìm bảy ba cái bài này bà chấn tôi tí phí cứ à mùi ná thì mưa từ à xôn à mùi bà chấn đô ăn đạm mùi đi mưa sần tua ná ăn đôi đại mùi bà vùng cái chó chung đua để mùi trồn rồi cứ xung ra cho tay mà đó cứ đập bay được phì lại mùi tiền mới được rút vào đánh flop được rút rốc a đọc nhưng mà cho mình nơi pe đã dư rốc ả đập muốn chơi thả tu ti bẩn mán châu sòng kê lùm nom khẳng lử tu ti muối cứ a zero tu ti phí cứ a muối ban này tha bài dương cầm nọt lùm đập tu ti muối tu ti phí dư sòng kê mơ hai bài dương mơ sần tua vì nứt muối nâng lùm đập tua ta biết không như bạn nào tu ti muối tàng trong đi sồn tu ti phí tàng trong đi muối ban này tha còn lại ta thì cho mà lên mà nó muối tới sồn cho mùi lên phí tới mùi cho mùi lên cho vào tin đi đọc thằng này cho được cả làng cứ làng quên tu ti đáp mùi bây giờ mình sẽ bắt cho mưa sang thằng mấy muối tới sồn cho mùi lế phí tới mùi cho mùi lế đọc muối tới đọc cho mùi lế khinh đế ba tập văn cứ dương chập ra đồ ăn đã lại đập tới thôi cái chui chổi nhưng bữa trong thì đang ăn á ba cứ xung đã do tay mà đó à đáp cứ smart mà thầy ba hồ hai bạn đang ná ní cả này bị xe phải chặt lẹng plot cứ dương thường kê mưa lùm non thằng lừa tới mùi tu pi túa đằng này chọn rồi tu thì bà mang các bạn này ui ho chọn rồi tu ti pi pon là phải pram thì ní cái chỗ mà lệ đầm nang đòi á pi pon mà phải buồn pe na đăng thà pi pon mà phải buồn hái tao ní cứ ti đang ăn dương đồ ăn đã pi pon phải buồn chúng nó chỗ rồi khơi nhập lại hải ba tụi con này ba cứ xung dây mùi tiên á ở vô suýt ở đại vô suýt xem mà vậy vậy ba suýt đi vậy bà kê mình ai lạc han ăn chặt bị bay tới ti nhà rồi cái cực thà pra ăn chặt bị mùi tới rứ bà dương pra định muối dương chua tới mùi đỏ bay khinh đỏ pi rứ cái đây để đỏ pi pra có chỉ có cát nơi chúng nó còn plek ở pra ti dương còn phong tới riêng switch chúng nó bật trong ní bà dương pra xôn cả này bị xe thằng lứa còn bàn đài muối con mình bán pi con mình bán chặt bị bay tới được bàn kinh giờ mày tới chẳng suýt mũi ní person bà kia mình ai lạc hàn tê có dương kết ban ăn chắc bị bay tới đài mình ai kết trong bay bà lại xôn mùi pi mình vô pra cho khán hai cầm tay bị xe tiết đó pe gãi lạc hàn cứ vơ tới tam lạc hàn tại mà đòn mìnhจะไปขอhoài làm gìបញ្ហាមួយទៀតដែលលោកចង់និយាយគឺលំដាប់តួដំបូងមិនមែនជា B0 ទេព្រោះអានមិនមែនយកចាប់ពី0ឡើយដំបូងមិនមែនជា B1 ទេព្រោះអានមិនមែនយកចាប់ពី1ឡើយ
đầm bốn cứ bê bay rồi ăn dọc chắc bị bảy bà rất tập lạiอย่างnàoก็ได้យើងអត់បញ្ហាទេសំខាន់សន្ទុះលេខ3សន្ទុះ n គឺបដូរ n ដាក់3យើងជួយចូលទៅ3ដក3 0ឬការ៉េនេះ0ឃើញ0បាទជួយចូលទៅអញ្ចឹងយើងសន្និដ្ឋានថាតួទី1គឺ B3 បាទហើយតួទី1មានតម្លៃស្មើ0ឬក៏តួទី1 B3 ហ្នឹងមានតម្លៃស្មើ0ឧបមាថាយើងចង់រកតួទី10បាទតួទី10សួរថាពេលនេះអ្នករកគ្នាត្រូវតាំងដោយ B ប៉ុន្មាន1ទៅ3ចុះឬឡើងគឺឡើងថែម2ទៀត1ទៅដល់3គឺយើងថែម2មែនទេអញ្ចឹងតួដំបូងជាអ្នកបង្ហាញលំនាំគំរូហើយបើយក1ទៅថែម2 10នេះក៏ថែម2ដែរបាន12ដូច្នេះតួទី10គឺ B12 ចុះដល់ពេលយើងចង់រកតម្លៃរបស់តួទី10នោះសន្ទុះ n បដូរដាក់12យក12ជួយចូល12ដក3ឃើញ9ឬការ៉េនេះ9ទទួលបានចម្លើយ3ប៉ុន្តែបើឬការ៉េនោះចេញមិនបានឬក៏ចេញបានខ្លះអីយ៉ាងម៉េចយ៉ាងម៉ាទៅតាមជាក់ស្ដែងអត់ខ្វល់ទេអត់មានបញ្ហាទាំងអស់ព្រោះសំណុំ R គឺជាសំណុំមានសពបែបយ៉ាងបែបណាក៏បានដែរឲ្យតែជាសំណុំចំនួនពិតដូច្នេះចម្លើយដែលទទួលបានសពបែបយ៉ាងហាមតែចំនួន complex ប៉ុណ្ណោះអញ្ចឹងត្រង់ B12 នេះលោកគ្រូជួយចូលទៅជា12ដក3ឃើញឬការ៉េនេះ9ដល់ពេល9មិនចេញពីឬការ៉េបាន3បាទហ្នឹងលោកគ្រូសូមដាក់ឧទាហរណ៍បន្ថែមបែបហ្នឹងណាបាទហើយសម្រាប់ការចែករំលែកជូនតកតងនឹងវគ្គទី1និយមន័យនិងលំដាប់តួសំលមមនឹងឈានចូលមកដល់ទីបញ្ចប់ហើយនៅពេលវេលាក្រោយលោកគ្រូនឹងរៀបចំជាលំហាត់តកតងជាមួយនឹងវគ្គទី1នេះដើម្បីចែករំលែកដល់បងប្អូនក្នុងការសិក្សារៀនសូត្របន្ថែមទៀត